ทีนี้គេក៏ដែរសហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់មកមាសធ្លាក់ជិត$100ដែរប៉ុន្តែព្រឹកមិញឃើញឡើងបកទៅវិញហើយអញ្ចឹងតម្លៃមាសសួរថាយើងខាងប៉ែកអឺរ៉ុបណាព័ត៌មានក្តៅដោយបាយពុះអញ្ចឹងយើងឃើញព័ត៌មានមកទៅពីមុននិយាយពី drone របស់រុស្ស៊ីចូលទឹកដីប៉ូឡូញ9ដណ្ដប់គ្រឿងហើយបាញ់ធ្លាក់បានតែ3គ្រឿងទេអញ្ចឹងមានខែលការពាររបស់អូតង់អនដែរបាញ់ធ្លាក់បានតែ3គ្រឿងទេហើយបន្ទាប់ពីចូលប្រទេសប៉ូឡូញប្រហែលថ្ងៃមកក្រោយមាន drone អាណាមិកជាច្រើនចូលប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អូតង់មានដូចជារូម៉ានីស៊ុយអែតណូវេមានរួមទាំងដាណឺម៉ាកថែមទៀតប្រទេសទាំងអស់ហ្នឹងសិតជាប្រទេសដែលនៅក្នុងសមាគមអូតង់ហើយ drone បានចូលទៅធ្វើឲ្យប្រទេសទាំងអស់នោះមានការព្រួយបារម្ភហើយបានប្រកាសអាសន្នបិទជើងហោះហើរបិទពលានយន្តហោះជាច្រើនជាពិសេសដូចជាប្រទេសដាណឺម៉ាកកាលពីថ្ងៃពុធនោះបានបិទពលានយន្តហោះដល់4ព្រោះតែខ្លាចមាន drone អត្តឃាតអាចបំផ្ទុះនៅដាណឺម៉ាកហ្នឹងអញ្ចឹងអង្គការអូតង់បានប្រកាសអាសន្នណាប្រកាសអាសន្នហើយរៀបចំខែលការពារដែនអាកាសរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អូតង់ហ្នឹងហើយយើងឃើញថាក្រោយពីសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីមក drone ជាឧបករណ៍មួយដែលពេញនិយមជាងគេយកមកប្រើនៅក្នុងយុគសម័យនេះគឺយកមកដើម្បីស៊ើបការដើម្បីវាយប្រហារដោយមិនបាច់បញ្ជូនមនុស្សទៅដល់គោលដៅទេអញ្ចឹងមុនដំបូងយើងឃើញផ្ទុះសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីប្រើ drone ហើយអ៊ុយក្រែនសុំជំនួយពីអូតង់ពីសហគមន៍អឺរ៉ុបដើម្បីការពារប្រទេសឥឡូវនេះអង្គការអូតង់ទាំងសហគមន៍អឺរ៉ុបសូមរៀនពីអ៊ុយក្រែនវិញហើយរបៀបប្រើ drone របៀបបង្កើត drone របៀបទប់ទល់ជាមួយ drone រុស្ស៊ីបានចេញមកបញ្ជាក់ថាគាត់អត់បានដឹងឮទេអត់បានបញ្ជូន drone ទាំងអស់នោះទៅទេអញ្ចឹងប៉ុន្តែស្ព័ន្ធមិត្តអូតង់គេបានបញ្ជាក់ឲ្យគ្មានណាគេក្រៅពីរុស្ស៊ីទេអញ្ចឹងចោទគ្នាទៅវិញទៅមកហើយឥឡូវនេះខាងអូតង់កំពុងតែអភិវឌ្ឍខែលការពារ drone ម្ដងឡើងប្រើខែលការពារយន្តហោះហើយប្រើខែលការពារ drone ព្រោះតែ drone មួយតម្លៃពេលខ្លះមិនដល់10000ផងប៉ុន្តែយកមីស៊ីលខ្ទង់110,000ទៅ7លានយកទៅបាញ់ drone មួយអត់ដល់10000ចឹងវាខាតច្រើនអញ្ចឹងខាងសម្ព័ន្ធមិត្តអូតង់គេកំពុងអភិវឌ្ឍខែលការពារ drone រកវិធីការពារ drone រកវិធីបង្កើត drone ដើម្បីកម្ចាត់ drone វិញគេយក drone ចាប់ drone អញ្ចឹងគេអភិវឌ្ឍរបៀបចាប់ drone ដែលចំណាយលុយតិចជាងប្រើខែលការពារអាកាសអញ្ចឹងនៅខាងសម្ព័ន្ធមិត្តអូតង់ហ្នឹងកំពុងប្រកាសអាសន្នហើយការអាសន្នតើវាអាចនឹងផ្ទុះសង្គ្រាមលោកលើកទី3នៅអឺរ៉ុបទៀតដែរឬក៏អត់ព្រោះអឺរ៉ុបជាចំណុចកណ្ដាលនៃសង្គ្រាមលោកទាំងលោកទី1លើកទី2អញ្ចឹងការបញ្ជូន drone ហ្នឹងតើជារបស់រុស្ស៊ីឬក៏របស់អ្នកណាបើរុស្ស៊ីគាត់អត់ទទួលស្គាល់ហើយតើវាជាចំណុចចាប់ផ្ដើមនៃសង្គ្រាមលោកទី3ឬក៏អត់យើងបន្តមកមើលសហរដ្ឋអាមេរិកវិញរដ្ឋាភិបាលរបស់លោកត្រាំដែលកំពុងគ្រប់គ្រងសេដ្ឋវិមានខាងការិយាល័យគ្រប់គ្រងថវិការបស់សេដ្ឋវិមានបានប្រកាសថាឲ្យរដ្ឋាភិបាលសហព័ន្ធឬក៏ភ្នាក់ងារសហព័ន្ធកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំណានេះបើតាម CBS News បានបញ្ជាក់ថាខាងរដ្ឋបាលលោកត្រាំអ្នកកាន់ថវិកាជាតិបានចេញមកឲ្យរដ្ឋបាលសហព័ន្ធភ្នាក់ងារសហព័ន្ធនឹងកាត់បន្ថយបុគ្គលិកណាដែលមិនចាំបាច់ទាំងអស់ជាទ្រង់ទ្រាយធំព្រោះនៅសប្តាហ៍នេះនឹងមានការប្រជុំសភានៅថ្ងៃទី1អនុម័តថវិកាជាតិចំណាយណាអញ្ចឹងបើសិនជាសភាគាត់មិនអនុម័តឲ្យទេអញ្ចឹងបុគ្គលិកដែលបុគ្គលិកមន្ត្រីរាជការមួយចំនួនធំនឹងត្រូវអត់បានប្រាក់បៀវត្សដែលជាប់គាំងអញ្ចឹងគេហៅថា government shutdown អញ្ចឹងរដ្ឋាភិបាលបិទគេហៅថាសេវាណាដែលមិនចាំបាច់បិទចោលសិនអញ្ចឹងរងចាំមើលព្រោះកាលពីសម័យ Joe Biden ជាប់គាំងប្រមាណសារហើយឥឡូវមកដល់ Donald Trump តើគាត់
អាចសុំកញ្ចប់ថវិកាថ្មីបានឬក៏អត់ណាបើអត់បានទេនឹងជាប់គាំងមួយរយៈអាចនឹងមិនមានអីជាបញ្ហាទេព្រោះនៅសភាភាគច្រើនជាសមាជិករបស់គណៈបកសាធារណរដ្ឋដែលជាគណៈបករបស់លោកដូណាល់ត្រាំអញ្ចឹងអាចនឹងជាប់គាំងឬក៏អត់ចាំមើលថ្ងៃទី1ខែហ្នឹងក្នុងសប្តាហ៍ហ្នឹងហើយលើកលែងតែកម្មវិធីមួយចំនួនដែលមានដូចជាសន្តិសុខសង្គមថែរក្សាសុខភាពវិជ្ជសាស្ត្រអត្ថប្រយោជន៍លើអតីតយុទ្ធជននិងយោធាព្រមទាំងច្បាប់ការអនុវត្តច្បាប់បន្តប្រវេសន៍និងការការពារព្រំដែនព្រមទាំងចរាចរណ៍អាកាសដែលមានថវិកាគេហៅថាមានថវិកាបដោះអាសន្នជួយសង្គ្រោះសម្រាប់កម្មវិធីទាំងអស់ហ្នឹងឲ្យដំណើរការព្រោះតែបើទាំងអស់ហ្នឹងអត់ដំណើរការទៀតចប់បដោយប្រទេសលែងដើរបដោយអញ្ចឹងរងចាំមើលថ្ងៃទី1តើអាចជាប់គាំងឬក៏អត់មកមើលតម្លៃវាវិញម្ដងក្រោយពីសហរដ្ឋអាមេរិកបានបញ្ចុះអត្រាការប្រាក់បញ្ចុះអត្រាការប្រាក់នៅសល់ 4.25 វាបានធ្វើឲ្យតម្លៃមាសធ្លាក់មកវិញខ្លះ$100តែមុននឹងធ្លាក់ហ្នឹងគាត់ឡើងមកអស់ចិត្តគាត់ឡើងដល់ 3000 គាត់បង្កើតដំបូលថ្មី 3790 ក្នុងមួយអោនឬក៏4560ជាងក្នុងមួយតម្លឹងហើយបន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់មកមាសធ្លាក់ជិត$100ដែរប៉ុន្តែព្រឹកមិញឃើញឡើងបកទៅវិញហើយអញ្ចឹងតម្លៃមាសសួរថាយើងគួរតែទិញឥឡូវឬក៏ទុកចាំវាធ្លាក់ដល់កម្រិតណាព្រោះឃើញថាហេតុផលជាច្រើនគឺមាសនឹងបន្តឡើងទៅកាន់តែខ្លាំងអញ្ចឹងដោយហេតុផលមានការបញ្ចុះអត្រាការប្រាក់គេរំពឹងថានៅចុងឆ្នាំហ្នឹងណាអាចនឹងខែក្រោយឬក៏ខែក្រោយមួយទៀតនឹងមានការបញ្ចុះអត្រាការប្រាក់ថែមទៀតអញ្ចឹងវាអាចនឹងធ្វើឲ្យមាសឡើងថ្លៃបន្ថែមទៀតអញ្ចឹងរួមទាំងការភាពច្បុកច្បល់ជំនួយពិភពលោកមានសង្គ្រាមនៅមជ្ឈមបូព៌ាសង្គ្រាមនៅអឺរ៉ុបមានបាតកម្មផ្ទុះជាច្រើនប្រទេសឥឡូវដូចមីសូផ្ទុះដល់ហ្វីលីពីនដល់អីដល់ដូចចូលដល់ម៉ាឡេទៀតដែរគេព្យាករអីចឹងបើសិនជាវាធ្លាក់ដល់បើសិនជាមាសធ្លាក់ពី4280ក្នុងមួយតម្លឹងឬ4350គេឲ្យទិញឡើងវិញទៅតែនឹងវាធ្លាក់មកអត់និយាយបាក់ដែរវាហេតុផលដែលធ្លាក់អត់ទាន់ឃើញព្រោះហើយជាខែក្រោយអីហ្នឹងវាដល់រដូវកាលឥណ្ឌាទិញមាសឥណ្ឌាគេចាប់ដើមរៀបការពួកប្រទេសឥណ្ឌាក្រទេប៉ុន្តែប្រាំមាសច្រើនយើងមើលព័ត៌មានសម្រាប់សប្តាហ៍នេះព័ត៌មានធំដែលជាឥទ្ធិពលលើតម្លៃមាសថ្ងៃច័ន្ទអត់មានព័ត៌មានទេថ្ងៃអង្គារព័ត៌មានចិនម៉ោង 8:30 នាទី PMI ម៉ោង 9 ល្ងាចម៉ោង 9 យប់មានដំណឹងឬការងារហើយថ្ងៃពុធADB Non-Farm ជាព័ត៌មានការងារដែរណាហើយថ្ងៃពហុមាន Unemployment Claim របស់អាមេរិកថ្ងៃសុក្រព័ត៌មានសំខាន់គឺ Non-Farm របស់សហរដ្ឋអាមេរិកហ្នឹងអញ្ចឹង Non-Farm ជាចំនួនប្រជាជនដែលមានការងារធ្វើចំនួនការងារធ្វើដែលប្រជាជននៅសហរដ្ឋអាមេរិកបានទទួលនោះគឺមានការប្រែប្រួលឡើងឬក៏ចុះអញ្ចឹងហេតុផលនេះដែលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបញ្ចុះអត្រាការប្រាក់គឺដោយសារតែប្រជាជនអត់ការងារធ្វើច្រើនតាមត្រូវហ្នឹងគឺមិនទាន់បញ្ចុះទេតែដោយសារត្រាំគាត់អុកលុកផងអុកលុកឲ្យចុះផងហើយចំនួនការងារហ្នឹងក៏វាធ្វើឲ្យខាងធនាគារកណ្ដាលសម្រាប់ចាត់ថាចុះមុនអតិបរណាធ្លាក់ចុះនេះគឺអតិបរណារបស់សហរដ្ឋអាមេរិកបានឡើងដល់ 2.9 វិញហើយធ្លាក់ 2.3 2.4 ឥឡូវឡើង 2.9 ហើយថាអាចនឹងខែក្រោយនេះអាចឡើងដល់ 3 ចុចអញ្ចឹងអតិបរណាកើនឡើងត្រឡប់មកវិញចាប់ដើមដំបូងយើងមើលតម្លៃមាសសប្តាហ៍មុនណាយើងឃើញនិន្នាការអាប់ហើយ move បាន1039 ពីហើយនិន្នាការក៏ឡើងហើយឡើង break បាត់ហើយ break double បាត់ហើយព្រឹកមិញនេះមុននេះបន្តិចណាអញ្ចឹងគាត់បន្តឡើងទៅថែមទៀតហើយបើយើងមើលទៅគឺនឹងបន្តឡើងដល់ 3826 ក្នុងមួយអោនហើយតម្លៃនេះព្រឹកមិញនេះគឺគាត់ឡើង break ហើយគឺឡើងដល់ 3790 ជាងអញ្ចឹង break ដបូលចាស់កាលពីអាទិត្យមុនហើយអញ្ចឹងនឹងបន្តឡើងថែមទៀតបានទិញមាសរួចហើយយើងដឹងចំណេញហើយអញ្ចឹងតម្លៃ Bitcoin យើងឃើញព្រឹកមិញ Bitcoin នៅ 11809 ហើយ support របស់ Bitcoin គឺ 18683 អញ្ចឹងនឹងបន្តចុះមក break អានឹងថែមទៀតអញ្ចឹង Bitcoin នៅនិន្នាការ down តម្លៃប្រេង
សັບយើងមើលឃើញនិន្នាការគាត់នៅបកទៅជានិន្នាការអាប់វិញហើយ signal ក៏អាប់អញ្ចឹងគាត់នឹងបន្តឡើងទៅថែមទៀតសប្តាហ៍មុនគាត់មូបាន477ពីបហើយតម្លៃប្រេងព្រឹកមិញគឺ 65.24 ក្នុង1បារ៉ែលគាត់នឹងឡើងបន្តឡើងដល់71វិញអញ្ចឹងតម្លៃប្រេងឡើងថ្លៃវិញបន្តិចដោយសារព្រួយបារម្ភរឿងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងប្រទេសអារ៉ាប់ទាំងអស់ដែលជាអ្នកផលិតប្រេងសម្រាប់តម្លៃលុយដុល្លារជាមួយនឹងជប៉ុនវិញយើងឃើញនិន្នាការប្រូនិន្នាការហើយឡើងជានិន្នាការអាប់វិញហើយ signal ក៏អាប់ដែរអញ្ចឹងនឹងបន្តឡើងច្រើនថែមទៀតហើយសប្តាហ៍មុនមកបានតែ256ពីបទេហើយតម្លៃព្រឹកមិញ1ដុល្លារអាមេរិកដូរបាន149យេនណាអញ្ចឹងនឹងបន្តឡើងទៅរក150យេនទៀតបន្ទាប់ពីអាមេរិកជប៉ុនយើងមកមើលអឺរ៉ុបវិញលុយអឺរ៉ូនៅនិន្នាការអាប់ទេហើយ signal down អញ្ចឹង sideways បន្តិចសប្តាហ៍មុនមកបាន176ពីបតម្លៃលុយអឺរ៉ូ1អឺរ៉ូព្រឹកមិញគឺស្មើនឹង1ដុល្លារចុច17.23អញ្ចឹងគាត់នឹងបកឡើងទៅរក resistance 1ដុល្លារចុច19.7វិញចុងក្រោយគេលុយផោននិន្នាការចូលនិន្នាការ down វិញ signal ក៏ down ដែរអញ្ចឹងនឹងបន្តចុះមកបន្ថែមទៀតសប្តាហ៍មុនមកបានត្រឹមតែ214ពីបទេលុយផោនព្រឹកមិញគឺ1ផោនដូរបាន1ដុល្លារចុច34.28អញ្ចឹងគាត់នឹងចុះមក correct 1.33.18បន្ថែមទៀតអញ្ចឹងលុយផោននៅបន្តធ្លាក់ចុះ